7 ថ្ងៃក្រោយមកវានឹងក្លាយជាការធ្វើតេស្តវិតម្លៃរបស់ Kingdom Set និកាយ Kingdom គឺជានិកាយទី1នៃសប្តាហ៍នេះយើងដែលជាគ្រូសាស៊ូគឺជានិកាយមួយក្នុងចំណោមនិកាយធំទាំង3នៅក្នុងទីក្រុង Ping An លើកនេះយើងត្រូវទាញយកអត្ថប្រយោជន៍ពេញលេញពីកូតាចូលតើអ្នកយកទេបាទថ្ងៃដំបូងនៃការធ្វើតេស្តវិតម្លៃTin Van ខ្ញុំបានឮថាអ្នកចាញ់កញ្ញាម្ដងទៀតកាលពីម្សិលមិញអ្នកគឺជាអ្នកបោកប្រាស់អ្នកមិនដឹងថាអត្តសញ្ញាណរបស់អ្នកជាអ្វីទេអ្នកកំពុងព្យាយាមទាញយកប្រយោជន៍ពីកញ្ញាសងឈានយូកុំទៅឆ្ងាយមិនក៏ហ៊ាននិយាយមកវិញ10ឆ្នាំមុនអ្នកនៅតាមផ្លូវកញ្ញាបាននិយាយថានាងនឹងផ្ដល់អាហារដល់អ្នកពិតជាយកចានជាចាននោះជាសិទ្ធកញ្ញាគឺជាទេពកោសល្យដំបូងគេរបស់ទីក្រុង Penyan នាងនៅក្មេងហើយត្រូវបានបណ្ដុះបណ្ដាលឲ្យក្លាយជាចុងភៅដ៏ល្អម្នាក់ប៉ុន្តែនៅក្នុងទីក្រុង Penyan មានតែទេពកោសល្យវ័យក្មេងដូច Senior Song អាចគូកងជាមួយកញ្ញាអ្នកនិយាយត្រូវនាងគឺជាមនុស្សគ្មានប្រយោជន៍អ្នកគឺជាមនុស្សគ្មានប្រយោជន៍ខ្ញុំគ្រាន់តែដឹងគុណដល់កញ្ញានាងបានជួយខ្ញុំនៅពេលដែលខ្ញុំមានពេលលំបាកបំផុតគ្មានអ្វីសំខាន់ជាងនោះទេពិតជានាងនៅជាមួយអ្នកក្នុងអំឡុងខែឧសភារបស់ចេងឡងវាពិតជាស្នេហាដឹងអីទេអេវ៉ាវាមានន័យថាអ្នកចូលចិត្តនាងអ្នកខ្ញុំស្រឡាញ់អ្នកសូមទោសកញ្ញាហ្វូសូមអញ្ជើញចុះមកទីនេះខ្ញុំពិតជាភ្ញាក់ផ្អើលដើម្បីឃើញកញ្ញានៅទីនោះដរាបណាអ្នកនៅស៊ីយកខ្ញុំនឹងជួបអ្នកម្ដងហើយម្ដងទៀតទៅសងឈានជួនអ្នកបានបោកប្រាស់ខ្ញុំរាប់ពាន់ថ្ងៃហើយថ្ងៃណាមួយខ្ញុំច្បាស់ជាសងអ្នកវិញ5 ឆ្នាំក្រោយបន្ទាប់ពី500ឆ្នាំអនាគតស្ដេចខេនទីបំផុតបានដាស់ Dragon's Bane តើអ្នកជានរណាតើអ្នកណែណាកូនកុំខ្លាចអីនេះគឺជាពិភពនៃខ្យល់ដូចគ្នាហើយឈ្មោះរបស់ខ្ញុំគឺ Dragon's Bane ដោយសារតែអ្នកបានដាស់ Dragon's Bane អ្នកបានដាស់សត្វគ្រានៃរាត្រី The Dragon's Bane នោះជាសិទ្ធិនិកស៊ីឈៀមគឺជាព្រះទី1នៃសម័យបុរាណគាត់មានធម៌ពលលើសពីកាស្មានសម័យនោះឯងអ្នកមានអំណាចយ៉ាងនេះឯងជាអ្នកប្រាជ្ញដ៏អស្ចារ្យដែលគ្រប់គ្រងពិភពលោកហើយល្បីល្បាញដោយសារភាពប៉ិនប្រសប់របស់គាត់ខ្លាំងម្ល៉េះប៉ុន្តែខ្ញុំមិនដែលកើតមកមានវិញ្ញាណទេតើខ្ញុំអាចទេវាមិនមែនថាអ្នកមិនមានវិញ្ញាណទេវាគឺជាថាឆ្នាំនៃការដាំដុះរបស់អ្នកនឹងអំណាចខាងវិញ្ញាណបង្គោលទាំងអស់ត្រូវបានស្រូបយកដោយភ្នែករបស់អ្នកតើនោះអាចទៅជាយ៉ាងណាតើចាស់ខ្ញុំចង់ចេះហើយអ្វីបានជាមនុស្សទាំងនោះមិនមានគ្រូសាខេនរបស់ខ្ញុំកាលនោះគ្រូសាខេនមានសម័យកាលដ៏រុងរឿងប៉ុន្តែនៅពេលពួកគេភ្ញាក់ឡើងកូនចៅរបស់នាងស៊ីឈៀមមានតិចទៅអំណាចនៃគ្រូសាខេនបានធ្លាក់ចុះជាលំដាប់នេះបានធ្វើឲ្យអ្នកដែលមានវិញ្ញាណនៃវិញ្ញាណមានឱកាសជោគជ័យសេជូខ្ញុំមិនខ្លាចទេខ្ញុំមិនខ្លាចអ្វីទាំងអស់ខ្ញុំជាមនុស្សការដាំដុះនៃវិញ្ញាណត្រូវបានបែងចែកទៅជាព្រះវិញ្ញាណនៃស្ថានសួគ៌អមតៈព្រះវិញ្ញាណនៃព្រះវិញ្ញាណនៃព្រះវិញ្ញាណព្រះវិញ្ញាណនៃព្រះវិញ្ញាណនៃព្រះវិញ្ញាណនិងវិញ្ញាណនៃអមតៈកាលនោះឃាតករដែលសម្លាប់ឪពុកអ្នកមានកម្រិតខ្ពស់នៃការដាំដុះដើម្បីសងសឹកអ្នកត្រូវតែទទួលវាជាមុនសិនប៉ុន្តែឥឡូវនេះនាងស៊ីឈៀមត្រូវបានភ្ញាក់ខ្លួនទាំងស្រុងការដាំដុះពីមុនរបស់អ្នកនឹងត្រូវបានស្ដារឡើងវិញមិនត្រឹមតែប៉ុណ្ណោះបន្ទាប់ពីការផ្លាស់ប្ដូរនាងស៊ីឈៀមអំណាចខាងវិញ្ញាណរបស់អ្នកនឹងត្រូវបានស្ដារឡើងវិញទទួលបានអំណាចនៃព្រះវិញ្ញាណនៃព្រះវិញ្ញាណនាងស៊ីឈៀមមានសមត្ថភាព3ផ្សេងគ្នាសមត្ថភាពដំបូងដែលអ្នកមាននៅពេលនេះគឺព្រះវិញ្ញាណនៃព្រះវិញ្ញាណអ្នកអាចប្រែក្លាយអស់ធម្មតាអស់ល្អបំផុតនៅពេលដែលអ្នកទទួលបានដោវស៊ីសាច់នៃវិញ្ញាណអ្នកអាចធ្វើឲ្យសមត្ថភាពទី2សកម្មសមត្ថភាពទី3នឹងធ្វើឲ្យអ្នកឈានដល់ដោវដែលស៊ីវិញ្ញាណអស្ចារ្យដោយមានជំនួយពីអសរទាំងនេះខ្ញុំអាចចាប់ផ្ដើមបណ្ដុះគ្រឿងសឹក8ធ្នូ8 Bow Armor គឺជាជំនាញដំបូងរបស់គ្រូសាថិនដើម្បីបណ្ដុះគ្រឿងសឹក8ធ្នូអ្នកត្រូវតែមានរាងកាយរឹងមាំនៅពេលដែលអ្នកមានវាអ្នកអាចក្លាយជា invincible នៅក្នុងពិភពកញ្ចក់អ្នកអាចសម្លាប់ខ្មាំងសត្រូវដោយការវាយមួយគ្រាប់បើអ្នកចង់ក្លាយជាមនុស្សខ្លាំងអ្នកត្រូវតែស្វែងរកបរិសុទ្ធធំដើម្បីជាអ្នកជាងខ្លាំងខ្ញុំនឹងមិនក្លាយជាបែបនេះទេមុននេះខ្ញុំត្រូវរៀបចំខ្លួនអ្នកគ្រប់គ្រងខ្ញុំចង់បញ្ជាទិញអស់មួយចំនួនមិនអីទេយុវជនយើងមិនយល់ពីសិស្សរបស់អ្នកនៅទីនេះទេអ្នកមើលជាមុនសិនមិនអីទេអូទឹកសន្សើមពណ៌ទាំង4
តណៃបើយកពុកវាពិតជាយកពុកណៃបើអំណាចនៃខ្វាយគឺពិតជាមិនគួរឲ្យជឿបំណះមាសត្បូងវិញ្ញាណយៈនៅសមុទ្រខាងជើងអូនប្រុសតើអ្នករកបានអស់វិញ្ញាណដែលមានគុណភាពច្រើនពីណាលោកក្រវៃក្មេងខ្ញុំចង់បានរបស់ទាំងអស់នេះពីផ្ទះវ៉ាន់បោអៃដឺមេងខ្ញុំជាចៅហ្វាយនៅទីនេះអស់វិញ្ញាណទាំងនេះមានគុណភាពល្អណាស់ខ្ញុំសុខចិត្តទិញពួកគេក្នុងតម្លៃខ្ពស់តើអ្នកគិតយ៉ាងណាដែរខ្ញុំគ្រាន់តែចង់បានអាហារវិញ្ញាណជាការពិតណាស់អ្នកអាចធ្វើបានបងប្រុសសូមថែរក្សាផងខ្ញុំបានដើរជុំវិញផ្លូវរួចហើយខ្ញុំមិនរំពឹងថានឹងត្រូវបានគេប្រទះឃើញលោកគ្រូអ្នកគ្រូកុំយល់ច្រឡំខ្ញុំបានឃើញអ្នកខិតខំប្រឹងប្រែងច្រើនខ្ញុំប្រកាសថាអ្នកមានសំណាងល្អមួយរយៈពេលថ្មីនេះមិនឲ្យខ្ញុំមើលការងាររបស់អ្នកបើភ្នែករបស់អ្នកតើអ្នកកំពុងនិយាយអំពីអ្វីខ្ញុំបានរកឃើញឱសថទាំងនោះពេលខ្ញុំឡើងភ្នំដើម្បីរើស្មៅខ្ញុំមិនបានរកឃើញពួកគេដោយចែកមិនមែនជាអ្វីដែលអ្នកគិតមិនសមហេតុសមផលឱសថវិញ្ញាណដែលមានគុណភាពខ្ពស់ទាំងនោះដុះតែក្នុងតំបន់សម្ងាត់បុរាណនិងដីហាមឃាត់ប៉ុណ្ណោះពួកគេពិបាករកណាស់អ្នកគឺជាមនុស្សសាមញ្ញតើអ្នកអាចស្វែងរកពួកគេដោយរបៀបណាដោយសារអ្នកមិនជឿខ្ញុំគ្មានជំរឿនទេបន្ទាប់មកយកខ្ញុំចុះហើយរកមើលជុំវិញខ្លួនរបស់អ្នកបង្ខំការកំណត់របស់អ្នកតើយូថេកវើIce Break Blood Lotus តើមានវិធីផ្សេងទៀតទេជាការពិតណាស់មានអាកំបាំងនៃការដាំដុះពីរដងនៅក្នុងត្រកូលនេះហូចាស់អាចឆ្លងវាបានការប្រើអំណាចនៃភាពសុខដុមរមនារបស់យានយ៉ាងវាអាចត្រូវបានប្រើដើម្បីធ្វើរឿងនេះការដាំដុះទ្វេដងតើខ្ញុំគួរធ្វើអ្វីទោះបីជាគាត់គ្រាន់តែចង់វាប្រហែលយើងក៏ជាជីវិតមនុស្សមិនអាចទៅរួចជាយេសំធាន់ខ្ញុំនឹងជួយសង្គ្រោះជីវិតអ្នកយល់ហើយតើនេះជាអ្វីដែលជាអារម្មណ៍ពិសេសតើមនុស្សម្នាក់នេះអាចមានកម្លាំងខ្លាំងយ៉ាងនេះក្នុងខ្លួនដោយរបៀបណាគាត់ពិតជាបានកែលម្អទៅធាតុថ្មីទាំង5ជាខំវែងពិតជាមានធម៌ខ្លាំងសត្រូវមកពីអេស្តេបាគាត់ធ្វើការឲ្យអ្នកទទួលគាត់បានស្លាប់កុំបំផ្លាញពួកគេអ្នកមើលខ្ពស់ទំនាក់ទំនង Hanch សេដ្ឋកិច្ចក្របពូជស្រាលខ្ញុំបានសុំវាខ្ញុំចង់ប្រើវាជាថ្នាំពុលតើវាអាចទៅរួចទេនេះអាក្រក់ពេកហើយខ្ញុំមិនបានលួចអ្វីទេហើយមនុស្សតិចឆាននោះបានយកចំណេញពីខ្ញុំតើខ្ញុំត្រូវជួបគាត់ដោយរបៀបណាតើនេះអាចទៅរួចដោយរបៀបណាពុលភ្លើងលើខ្លួនខ្ញុំបានបញ្ចេញហើយឬនៅទ្វារទាំង8ត្រូវបានខូចច្រកទ្វារទី1បាក់ទ្វារបាក់វាទ្វារទាំង8ត្រូវបានខូចច្រកទ្វារទី1យើងបានធ្វើវាទ្វារទាំង8ត្រូវបានខូចពិតជាអស្ចារ្យមែនយកវ៉ែនអ្នកជាមនុស្សអាក្រក់តើអ្នកចង់ធ្វើអ្វីមុននឹងឈរនៅមុខបន្ទប់ប្រឡងខ្ញុំគិតថាមនុស្សឥតប្រយោជន៍នេះត្រូវបានគេបោកប្រាស់យើងគាត់ចង់លេងមេបន្ទប់ប្រឡងហើយយើងមិនអាចមើលគាត់បានខ្ញុំសូមប្រាប់អ្នកដរាបណាអ្នកនៅផ្ទះស៊ូខ្ញុំនឹងវាយអ្នកហើយជួបគ្នាម្ដងទៀតបងប្អូនឲ្យសូមឲ្យដៃគូនោះមកខ្ញុំ